ដំណឹងក្តៅដំណឹងពិសេសមកដល់ហើយភូមិគ្រឹះលោកម្ចាស់ចុងត្រូវការជ្រើសរើសកម្មករក្នុងមួយថ្ងៃបាន50កាក់ថ្លៃបាយថ្លៃទឹកនិងខោអាវគឺមានផ្ដល់ជូនទាំងអស់ធ្វើតែប៉ុន្មានថ្ងៃគឺអាចខ្លាយជាអ្នកមានបានហើយណាអ្នកប្រុសនិយាយមែនឬធ្វើការនៅកន្លែងសាមអញ្ចឹងការងារនេះប្រហែលជាមានអាកំបាំងហើយមើលទៅលោកម្ចាស់ចុងលក់គ្រឿងខ្លែមរសជាតិឆ្ងាញ់ប្លែកបើចង់រកលុយស្អែកម៉ោង4រសៀលជួបគ្នានៅរោងសិប្បកម្មចំនួនមានកំណត់មកមុនបានមុនណាតោះប្រញាប់ឡើងព្រះជ័យរំស៊ីចៅរត់ឡើងបាក់ជើងហើយទើបតែប្រមូលបានសម្ដែងល្អណាស់ស្រស់និងល្អទាំងនេះកាត់ចុងទាំងសងខាងរួចដាក់ចូលឆ្នាំងឈ្ងុយខ្លាំងណាស់តើល្អឥតខ្ចោះហ្មងឈ្ងុយណាស់ព្រះជ័យរំស៊ីធ្វើម្ហូបឆ្ងាញ់អ្វីហ្នឹងឆ្ងាញ់កប់សារីហ្មងភុយឈ្ងុយផ្អែមហើយហិតទៀតអូនសម្លាញ់អូនចិត្តអាក្រក់ដាក់បងពេកហើយណាហាងចេញមុខម្ហូបថ្មីសោះមិនក៏មិនប្រាប់បងផងពេលអ្នកបម្រើមិនប្រាប់កុំអីបងមិនដឹងទេបើបងចង់ធ្លាក់ស្អែកអូនធ្វើឲ្យម្ហូបពិសេសពីរមុខព្រមព្រៀងគ្នាអញ្ចឹងចុះយកដល់មុខបងគិតតម្លៃធូរថ្លៃបន្តិចទៅអរគុណហើយណាបងសុំយកមួយកញ្ចប់ធំទៅមុនហើយមែនហើយហាងតែនឹងអាហារសម្រន់ម៉ោង4រសៀលត្រូវបោះដុំទាំងអស់លើកនេះប្រកាសជាកែប្រែប្រវត្តិសាស្ត្រហើយព្រះជ័យរងស៊ីមើលចុះគ្រឿងក្លែមហេតុទាំងនេះទាក់ទាញអ្នកផឹកស្រាទូទាំងក្រុងមកអស់ហើយព្រះជ័យរងស៊ីហេតុអ្វីបានជាទៅបើកសាខានៅភាគខាងជើងធ្វើឲ្យខ្ញុំរត់ស្ទើរបាក់ជើងហើយបើកនៅភាគខាងជើងធ្វើអីភាគខាងត្បូងចិត្តជាងតំបន់នោះអ្នកមានច្រើនណាស់អ្នកទាំងអស់គ្នាចិត្តត្រជាក់សិនរឿងបើកសាខាខ្ញុំនឹងរៀបចំក្នុងពេលឆាប់នេះប៊ីងជើងមាន់និងឧទាទាំងនេះខ្ញុំយកទាំងអស់មួយស្រីសុទ្ធតែឆ្អឹងគ្មានសាច់បន្តិចសោះយកទៅធ្វើអីទៅនៅផ្ទះខ្ញុំមានឆ្កែសាហាវ2ក្បាលរណាស់ចូលចិត្តរំលូសឆ្អឹងខ្លាំងណាស់ឆ្កែសាហាវស្អីគេឆ្កែព្រៃ2ក្បាលនៅក្នុងភូមិគ្រឹះសំបីតែសាច់ស្រស់ក៏វាមិនមើលផង8ចិញ្ចៀងសរុប61កាក់ថ្ងៃក្រោយមីងមានប៉ុន្មានខ្ញុំយកទាំងអស់ប្រាប់មួយផ្សេងឲ្យយកមកលក់ឲ្យខ្ញុំនោះគឺជាអ្នកប្រុសនៃភូមិគ្រឹះលោកចុងរៀបការជាមួយអ្នកនាងធំនៃភូមិលើកមុនខ្ញុំដាក់កណ្ដុរគម្រាមដូចជាមានប្រសិទ្ធភាពតើគេមិនហ៊ានមកបំពេញលោកម្ចាស់ទៀតទេល្អណាស់ចាត់ការរឿងធំបានមួយហើយព្រះជ័យរំស៊ីលោកម្ចាស់ឲ្យគេទៅបេះស្វាយនឹងប៉មស្រស់ជាមួយណាមកជូនជាមួយណាមកជូនអរគុណលោកម្ចាស់ជំនួសខ្ញុំផងព្រះជ័យរងស៊ីប្រយ័ត្នលោកម្ចាស់ត្រូវគេលួចធ្វើបាបលោកម្ចាស់សន្លប់បាត់ហើយលោកម្ចាស់ត្រូវរបួសលូហ្វុងប្រញាប់រៀបចំសេះខ្ញុំត្រូវទៅជួយរំភើបអ្នកណាថាបងត្រូវការឲ្យអូនទៅជួយសំឡេងដកដង្ហើមព្រះជ័យរងស៊ីខ្ញុំនិយាយមិនទាន់ចប់ផងលោកម្ចាស់ត្រូវរបួសសែនមែនប៉ុន្តែបានសម្លាប់ពួកឃាតករអស់ហើយឈាមទាំងនេះគឺជារបស់ពួកស្ទើរតែធ្វើឲ្យអូនភ័យស្ទើរស្លាប់ហើយដើម្បីអបអរសាទរដែលលោកម្ចាស់ត្រឡប់មកវិញដោយសុវត្ថិភាពថ្ងៃនេះខ្ញុំធ្វើម្ហូបសាច់យ៉ាងពិសេសហ្មងលោកម្ចាស់ក្បាលទានិងជើងមាន់ទាំងនេះធ្វើត្បិតតែមិនថ្លៃថ្នូរមែនតែខ្ញុំលាងបានស្អាតណាស់ណាហ៊ានញ៉ាំអត់ឲ្យតែជារបស់អូនធ្វើទោះជាថ្នាំពុលក៏បងហ៊ានញ៉ាំដែរលោកម្ចាស់លោកអំចាស់ខ្ញុំមកនេះគឺដើម្បីជួយកម្ចាត់សត្រូវណាមិនក៏គិតតែពីផ្អែមល្ហែមហ្នឹងទៅឃ្លាំងយកស្រាទំពាំងបាយជូរពីទៀងមកយកក្បាលទៀងមកផងឆាប់ប្រញាប់ត្រឡប់ទៅភូមិគ្រឹះអញវិញទៅអាយយម៉ែថ្លៃឲ្យអាមេក្តៅសាច់ស្អុយកាន់ស្អីក្នុងដៃហ្នឹងឆ្នាំពោតប្រឡាក់ដៃមែនទេខូខើដល់ថ្នាក់នឹងផង
រសជាតិឆ្ងាញ់ខ្លាំងម្ល៉េះលោកតាក្បាលទីរបស់ប្រពន្ធខ្ញុំមានថ្នាំពុលមែនទេខ្ញុំទៅយកថ្នាំបន្សាបភ្លាមបន្សាបស្អីឯងអានឹងគេហៅថាម៉ាស៊ីនហឺឆ្ងាញ់ដល់កម្រិតនឹងហ្មងសំបីតែឆ្អឹងក៏ឈ្ងុយដែរលោកតាធ្វើឲ្យខ្ញុំភ័យស្ទើរភ្នែកអាល្អិតចេះដឹងខុសត្រូវផងយប់មិញម៉ោង12ត្រូវចាំពាក្យសម្ងាត់ឲ្យច្បាស់ត្រូវរៀបចំស្រានឹងសាច់ទុកចាំអញបើហ៊ានលួចស៊ីម្នាក់ឯងអញវាបំបាក់ជើងឯងមកពាក់កណ្ដាលអាធិទៅហើយតើសត្វសាលិកានៅណា Harry ស្រាប់តែបងកើតមានកម្លាំងចិត្តខ្លាំងក្លាគំនិតភ្លឺថ្លាដូចជ្រោះត្រូវទៅបន្ទប់អានសៀវភៅធ្វើការហើយកុំចាំបងអីណាតោះអ្នកណាក្នុងធំអ្នកណាលឿនបានមុនយកក្បាលទីប្រឡាក់គ្រឿងហិតឲ្យខ្ញុំ3ឈុតមកខ្ញុំចង់យកទៅផ្ទះខ្លែងស្រាកុំដណ្ដើមគ្នាខ្ញុំឲ្យតម្លៃដប់យកជើងមាន់5គីឡូឲ្យខ្ញុំមកសាច់ខប្រឡាក់គ្រឿងពិសេសនេះទើបតែចេញលក់សោះពិតជាវាយលុកទីផ្សារខ្លាំងមែនបើតាមលបឿនលក់បែបនេះមាន់នឹងទាទូទាំងរាជធានីមុខជាផ្គត់ផ្គង់មិនទាន់ទេព្រះជាមានរឿងធំហើយទំនិញទាំងអស់របស់ហាងយើងត្រូវគេប្រមូលទិញអស់រលីងហើយចុះទំនិញលក់ទៀបជាងទីផ្សារគេហ៊ានទិញក្នុងតម្លៃថ្លៃជាង3ដងឯណោះប្រមូលទិញគ្រឿងផ្គត់ផ្គង់ពេញទីក្រុងតែហ្មងហើយហាងទល់មុខយើងគេបើកហាងដូចយើងបេះបិទពួកវាថែមទាំងឌឺទៀតថាក្នុង3ថ្ងៃនឹងធ្វើឲ្យហាងយើងត្រូវបិទទ្វាររហូតលោកម្ចាស់អើយហាងទល់មុខកាត់មុខប្រមូលទិញអស់ហើយចុះហេតុអ្វីបានជាអ្នកនាងមិនប្រញាប់ចឹងប្រញាប់ធ្វើអីគេទិញខ្លាយចឹងដើមទុនគេច្រើនណាស់ទៅគេត្រូវបានប៉ុន្មានថ្ងៃទៅឮថាហាងខ្វះខាតទំនិញមែនទេចាំបាច់ឲ្យយើងចេញមុខទេព្រះអង្គគ្រឿងផ្សំពិតជាខ្វះខាតមែនហើយខាងនោះក៏វាយលុកខ្លាំងទៀតកប៉ាល់ជំនួយនៅកំពង់ផែភាគខាងត្បូងស្ថិតក្រោមការគ្រប់គ្រងរបស់យើងឡងវឹងពេញជីចុះទៅប្រើផ្លូវទឹកដឹកជញ្ជូននិងបន្ថែមទឹកកកលឿនដឹកជញ្ជូនទំនិញធំមកភ្លាមធ្វើឲ្យខាងនោះស្ទះដកដង្ហើមមិនរួចទទួលបញ្ជាទូបង្គំទៅចាត់ការភ្លាមព្រះអង្គអស្ចារ្យមែនហ្មងយប់នេះចង់ពិសាអីដែរខ្ញុំនឹងធ្វើម្ហូបដោយផ្ទាល់ដើម្បីរៀបចំជូនឲ្យតែអូនជាអ្នកធ្វើអីក៏ល្អដែរយប់នេះបន្ថែមម្ហូបពិសេសជូនអ្នកទាំងអស់គ្នាព្រះជាជើងជ្រូកនេះមិនត្រលាន់ទេថែមទាំងឈ្ងុយឆ្ងាញ់ដល់ឆ្អឹងទៀតក្លែមជាមួយស្រាផ្លែព្រូនទៀតរឹតតែអែមចានមួយនេះខ្ញុំសុំយកទៅបានទេឆ្ងាញ់ណាស់ព្រះអង្គបន្តិចទៀតផ្លែស្វាយនៅចំការទុំហើយខ្ញុំចង់នាំបុត្រីតូចទៅបេះផ្លែស្វាយល្អទេល្អតើព្រះជាមានអ្នកអង្គម្ចាស់ដ៏សង្ហាម្នាក់ឲ្យខ្ញុំយកសម្បត្តិស្នេហ៍មកជូនអ្នកនាងថែមទាំងនាងក្លិនក្រអូបទៀតសពគ្រប់យ៉ាងហើយតើជាសម្បត្តិស្នេហ៍មែនទេហ្នឹងមានគូប្រជែងហើយលោកអើយព្រះអង្គរឿងធំហើយសម្បត្តិនោះច្បាស់ជាសម្បត្តិស្នេហ៍ហើយព្រះជាអានហើយញឹមស្រស់ស្រាយខ្លាំងណាស់ថែមទាំងសរសេរសម្បត្តិដប់ទៅវិញទៀតផងអញទំនេរពេកមែនទេបើនៅតែនិយាយច្រើនទៀតស្អែកអាឡ័យរត់បន្ថែម30ជុំទៅចៅហ្វាយ
ខ្ញុំធ្វើនេះដើម្បីត្រង់តើខ្ញុំទៅវិញហើយលីងជីទៅសេពមើលលោកម្ចាស់លោកចង់សម្ដៅលើរឿងអីទៅបាទអាណាជំហានផ្ញើសម្បត្តិមកឲ្យព្រះជាយានឹងណាក្នុងពេលមួយរំពេចនេះត្រូវស្រាវជ្រាវប្រវត្តិរូបវាមកឲ្យអស់លោកម្ចាស់ចៅហ្វាយនេះបានស៊ើបដឹងរួចហើយសម្បត្តិនោះគឺសរសេរដោយលីណានស៊ីកូនស្រីពាណិជ្ជករអ្នកមាននៅក្រុងពីងនិយាយថាកោតសរសើរព្រះជាយាខ្លាំងណាស់ចង់មកសុំធ្វើជាអ្នកគ្រប់គ្រងហាងឲ្យពូឡុងហ្វុងមើលចុះខ្ញុំចង់បានផ្លែមួយដែលធំជាងគេហើយក្រហមជាងគេនោះណាម្ចាស់តូចចាំមួយផ្លែតណាអត់ស៊ីផ្លែឈើក្នុងចម្ការយើងមិនគ្រាន់ទេស្អែកត្រូវទៅប្រមូលទិញផ្លែផ្លាមនិងផ្លែក្តៅព្រះជាយាផ្លែឈើជូរបែបហ្នឹងសំបីតែជ្រូកក៏មិនស៊ីផងមកពីពួកវាមិនទាន់បានជួបខ្ញុំតើខ្ញុំនឹងយកវាទៅធ្វើជាបកជូរមើលក៏ដំណាប់នឹងផ្លែឈើថាក្មេងនិងស្រីពេញមួយក្រុងមុខជាចូលចិត្តរហូតដល់ឈួតវង្វេងមិនខានមុខជំនួយនេះសូមរាប់ខ្ញុំម្នាក់ផងចំការក្រោមឈ្មោះខ្ញុំទាំងអស់នឹងឲ្យអ្នកឯងចាត់ចែងតាមចិត្តព្រមព្រៀងគ្នាហើយណាយើងនឹងរកលុយធំជាមួយគ្នាចៅស្រីផ្លែបេះនេះរឹតតែហូបរឹតតែឃ្លានតើធ្វើម៉េចទៅលោកតាកុំប្រញាប់អីថ្ងៃនេះពួកយើងធ្វើអីប្លែកមាត់ហូបម្ដងគឺអាំងសាច់ក្រៅផ្ទះដងគ្នាទៅភ្នំខាងក្រោយរកកន្សែងព្រៃនិងមាន់ព្រៃមកបន្តិចមកព្រះជាយាទៅមកនៅលើភ្នំវាមិនយល់ពីសិលធម៌សោះបងស្រីមើលតាមតែមុខដ៏សង្ហារបស់ស្អាតខ្លាំងណាស់ណោះអាមួយនឹងហូបមិនបានទេណាកាន់តែស្អាតកាន់តែមានពោលថាំប៉ះដែលខាតចាំទេចាំហើយចាបានហើយគិតថាឯងលងរបួសក្នុងកាប់អត់ទៀតតែបានច្រើនរំហើយមួយសម្រាប់សិនទៅចៅស្រីសិតទាំងនេះបន្តិចទៀតអាចយកបានតាលោកតាឬយកតែប្រភេទធម្មតាបានហើយជួយផងព្រះជាយាជួយផងសត្វស្លាបហោះរត់អស់ហើយរីកាលោកម្ចាស់ការពីលោកម្ចាស់ក៏ការពីសម្លាប់អូយខ្ញុំស្ទើរតែត្រូវឃ្មុំព្រៃតិចស្លាប់នៅលើភ្នំទៅហើយមើលមុខដ៏សង្ហារបស់ខ្ញុំពេលនេះចុះខ្ទេចអស់ហើយហាបានហើយចាត់ទុកថាឯងមានគុណសម្បត្តិចុះបន្តិចទៀតខ្ញុំនឹងរៀបចំមាន់ខ្វាយមួយក្បាលជារង្វាន់ឲ្យឯងញ៉ាំបន្តិចទៅស្រស់ស្រាយហើយឆ្ងាញ់ទៀតមកភ្លក់មើលទៅចៅហ្វាយពិតជាចិត្តល្អមែនស្រួយជូរនឹងហេរសជាតិប្លែកឆ្ងាញ់ណាស់ពិតជាកំពូលម្ហូបលើលោកមែននៅមានទៀតទេហាឯងនេះហេតុខ្លាំងម្លេះលែងរវល់ជាមួយអញហើយខំប្រឹងធ្វើការយ៉ាងនេះតើចង់បានអ្វីជាចម្លើយតបស្នងវិញប្រាប់បងមកអូនចង់ធ្វើផ្លែឈើក្រៀមប៉ុន្តែគ្មានដើមទុនទេបងជាអ្នកចេញទុនឲ្យចំណេញប៉ុន្មានបងឲ្យអូនទាំងអស់មែនទេចុះបើចំណេញ70អូនសុំយក30ចុះណាមិនបានទេអូនមិនបាច់ធ្វើអីទាំងអស់ហើយក៏មិនបាច់ឲ្យអូនតិចយ៉ាងនេះដែរប្រាក់ចំណេញទាំងអស់យកទៅជួសជុលផ្លូវនិងជួយដល់ប្រជានុរាស្ត្រចុះ